របស់ម៉ាឡេស៊ីគឺបានបង្ហាញនៅការមិនសប្បាយចិត្តរបស់មេតបរបស់ម៉ាឡេស៊ីក្រោយពីមានការចោទប្រកាន់ពីខាងភាគីថៃប្រទេសម៉ាឡេស៊ីបានច្រានចោលការចោទប្រកាន់ថាគ្មានមូលដ្ឋានដែលធ្វើឡើងដោយឧត្តមសេនីយ៍ឯកចូលនិវត្តន៍របស់ថៃគឺលោករ៉ាំងស៊ីគិតធីយ៉ានសាប់ដែលចោទថាប្រទេសម៉ាឡេស៊ីហើយនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមគឺជាបាតដៃទី3ឬក៏ថាជាសត្រូវខាងក្នុងនៅក្នុងដំណើរការសន្តិភាពរវាងកម្ពុជាជាមួយនឹងថៃប្រធានកងកម្លាំងការពារជាតិឧត្តមសេនីយ៍តាន់ស្រីមុតនីហ្សាមចាហ្វាបានថ្លែងថាការចោទប្រកាន់បែបនេះគឺមិនត្រឹមត្រូវហើយគ្មានមូលដ្ឋាននិងមិនយុត្តិធម៌ហើយមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងធ្វើឲ្យខកចិត្តយ៉ាងខ្លាំងផងដែរជាពិសេសនៅពេលដែលអតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយដូចនេះលោកបាននិយាយថាការកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការយល់ដឹងមិនច្បាស់អំពីមជ្ឈភាពអាស៊ានគឺការនៅកណ្ដាលនិងមិនអើពើនឹងស្ថាបត្យកម្មសហការដែលគ្រប់គ្រងដល់ក្របខ័ណ្ឌសន្តិភាពខណៈពេលដែលក៏ធ្វើឲ្យខូចដល់វិជ្ជាជីវៈនិងការគោរពគ្នាទៅវិញទៅមកដែលជាគោលការណ៍នៃស្ថាប័នយោធានៅក្នុងតំបន់ជាយូរមកហើយលើសពីនេះការចោទប្រកាន់នេះបង្ខូចទាំងខ្លឹមសារនិងចេតនានៃកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពូឯកសារផ្លូវការដែលគ្រប់គ្រងដល់ដំណើរការនេះមានតម្លាភាពនិងគ្រប់គ្រងរួមគ្នាដោយរដ្ឋាភិបាលដែលចូលរួមទាំងអស់ពួកគេឯកសារទាំងនោះបានគូបញ្ជាក់ពីការបដិញ្ញាចិត្តច្បាស់លាស់ដែលផ្ដោតតែលើសន្តិភាពសន្តិសុខកិច្ចសហប្រតិបត្តិការមនុស្សធម៌និងស្ថិរភាពក្នុងតំបន់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថានៅចំណុចនេះការប៉ុនប៉ងណាមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទូនាទីរបស់ម៉ាឡេស៊ីភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រីរបស់យើងឬភាពសុចរិតរបស់ AOT គឺក្រុមអ្នកសង្កេតការណ៍អាស៊ានគឺជាចេតនាអាក្រក់វាធ្វើឲ្យខូចដល់គោលបំណងស្នូលនៃដំណើរការនេះដែលជាសន្តិភាពលោកម៉ូនីហ្សាមបាននិយាយថាប្រទេសម៉ាឡេស៊ីមិនស្វែងរកការទទួលស្គាល់ឬការសរសើរនោះទេហើយផលប្រយោជន៍តែមួយគត់របស់ខ្លួនគឺដើម្បីស្ដារស្ថិរភាពការពារជីវិតនិងលើកកម្ពស់គោលការណ៍នៃសាមគ្គីភាពក្នុងតំបន់លោកបាននិយាយបន្ថែមទៀតថាទាហាននៅសងខាងនៃព្រំដែនប្រទេសទាំងពីរសមនឹងទទួលបានឱកាសដើម្បីដាក់អាវុធចុះខណៈដែលគ្រួសារដែលរស់នៅឆ្លងកាត់ការភ័យខ្លាចជាច្រើនខែសមនឹងទទួលបានការសុវត្ថិភាពដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញហើយនោះតែងតែជានឹងនៅតែជាគោលបំណងរបស់ម៉ាឡេស៊ីលោកបានបន្ថែមទៀតថាកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីបានគ្រប់គ្រងជាយូរមកហើយនៅគោលការណ៍ដែលថាសន្តិភាពត្រូវតែបានសម្រេចបានល្អបំផុតតាមរយៈការយោគយល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការលោកបានមានប្រសាសន៍ថាពីទីក្រុងមីនដាណាវដល់ទីម៉ូខាងកើតដល់លីបង់ដល់កងកម្លាំងរក្សាសន្តិភាពរបស់យើងបានបម្រើការងារដោយវិជ្ជាជីវៈអព្យាក្រឹតនិងការគោរពអធិបតេយ្យភាពការសម្របសម្រួលសន្តិភាពរវាងប្រទេសថៃនិងកម្ពុជាគឺជាផ្នែកមួយនៃប្រពៃណីនៃការបម្រើដូចគ្នានេះលោកម៉ូនីហ្សាមបាននិយាយថាសន្តិភាពតម្រូវឲ្យមានការអត់ធ្មត់ភាពក្លាហានខាងសីលធម៌និងសមត្ថភាពក្នុងការមើលហួសពីមោទនភាពផ្ទាល់ខ្លួនឬនយោបាយដោយលោកបានបន្ថែមថាដំណើរការនេះត្រូវបានដឹកនាំដោយសារ3យ៉ាងសំខាន់នោះគឺថាសន្តិភាពមានតម្លៃថ្លៃជីវិតមានតម្លៃនិងពេលវេលាគឺចាំបាច់លោកបានមានប្រសាសន៍ថាដូច្នេះវាជារឿងគួរឲ្យសោកស្ដាយណាស់នៅពេលដែលបុគ្គលដែលធ្លាប់ពាក់ឯកសណ្ឋានជ្រើសរើសធ្វើឲ្យដំណើរការមួយដែលមានគោលបំណងទប់ស្កាត់ការបាត់បង់ជីវិតបន្ថែមទៀតយកទៅធ្វើជារឿងនយោបាយការហៅមេដឹកនាំម្នាក់ទៀតថាជាជនក្បត់ជាតិឬជាចារៈបរោះដោយគ្មានភស្តុតាងមិនមែនគ្រាន់តែជាការបន្ទាបបន្ថោកដល់ជនដែលចោទប្រកាន់នោះទេប៉ុន្តែជាការបន្ទាបបន្ថោកខ្លួនឯងដែលជាអ្នកចោទប្រកាន់នោះទៅវិញវាជាការមិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អ្នកដែលធ្វើការដោយស្ងៀមស្ងាត់និងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីកសាងសន្តិភាពនិងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខក្នុងតំបន់
លោកបានជំរុញឲ្យមន្ត្រីទាំងអស់ទាំងបម្រើការងារនិងចូលនិវត្តន៍ត្រូវប្រកាសឲ្យខ្ជាប់នូវគោលការណ៍នៃសច្ចភាពភាពយុត្តិធម៌និងវិជ្ជាជីវៈដោយនិយាយថាកាតព្វកិច្ចរបស់ទាហានមិនបញ្ចប់ដោយការចូលនិវត្តន៍នោះទេប៉ុន្តែបន្តតាមរយៈប្រាជ្ញាការអត់ធ្មត់និងគំរូលោក Modizam បានបង្ហាញទំនុកចិត្តថា AOT រួមជាមួយរដ្ឋាភិបាលថៃនិងកម្ពុជានឹងបំពេញតាមការបដិញ្ញាចិត្តដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរជាមួយនឹងវឌ្ឍនភាពដែលអាចមើលឃើញរួចទៅហើយនៅលើដីតាមរយៈការដកអាវុធធុនធ្ងន់ប្រតិបត្តិការដោះមីនដែលកំពុងដំណើរការនិងសហគមន៍ព្រំដែនចាប់ផ្ដើមវិលត្រឡប់មកប្រកបដោយភាពឡើងវិញលោកបានថ្លែងបន្ថែមថាទាំងនេះគឺជាសញ្ញាសម្គាល់ពិតប្រាកដនៃជោគជ័យមិនមែនជាសម្លេងនៃការចាប់ប្រកាន់ដែលគ្មានមូលដ្ឋាននោះទេប្រទេសម៉ាឡេស៊ីនៅតែរឹងមាំក្នុងការបដិញ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដែលដឹកនាំដោយអាស៊ានការគោរពអធិបតេយ្យភាពជាតិនិងការអនុវត្តដោយតម្លាភាពនៃកិច្ចព្រមព្រៀងសន្តិភាពទាំងអស់លោកបានមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងបន្តបម្រើជាដៃគូដែលអាចទុកចិត្តបាននិងគួរឲ្យទុកចិត្តបានក្នុងការជំរុញតម្លៃរួមទាំងនេះបាទនេះជាសេចក្តីរាយការណ៍របស់សារព័ត៌មានបានណាម៉ាបាទអញ្ចឹងមាន3ចំណុចបាទ3ចំណុចដែលខ្ញុំចែករំលែកឲ្យជាមេរៀនសម្រាប់ក្មួយៗណាហើយនឹងប្រិមិត្តមួយចំនួនទី1គឺការនិយាយរបស់គាត់នេះគឺឆ្លុះបញ្ចាំងនៅចំណុចមួយដែលបង្ហាញថាមានការខុសគ្នារវាងស៊ីវិលហើយនិងទាហានបើយើងស្ដាប់មេដឹកនាំស៊ីវិលខ្ញុំនិយាយនោះខ្ញុំមិនដែលធ្វើទាហានខ្ញុំគាត់ថាខ្ញុំធ្លាប់សឹកសម្ភារគេឲ្យខ្ញុំអានច្រើនហើយខ្ញុំចូលចិត្តហ្នឹងគឺខ្ញុំស្ដាប់មើលខុសគ្នារវាងមេដឹកនាំស៊ីវិលហើយនិងទាហានមេដឹកនាំស៊ីវិលពេលដែលជួបរឿងដូចរឿងខ្មែរនិងថៃអញ្ចឹងណាហាមួយម៉ាត់ណាក៏បាញ់ហាមួយម៉ាត់ណាក៏បាញ់វាយទៅឯណាដាក់ទៅមានកំដកឲ្យបាញ់តែមេដឹកនាំដែលមានប្រវត្តិធ្វើទាហានខុសគ្នាពីព្រោះទាហានគាត់ដឹងថាអាវុធមិនមែនសម្រាប់ប្រឡ័យទេអ្នកយល់ច្រឡំទេដែលថាអាវុធសម្រាប់ប្រឡ័យអាវុធគឺដើម្បីការពារជីវិតនេះគឺជាក្បួនរូបមន្តហ្នឹងមកអាវុធគឺសម្រាប់ការពារជីវិតមិនមែនដើម្បីសម្លាប់មនុស្សទេការសម្លាប់មនុស្សគឺជាជំរើសចុងក្រោយទេចាំបានយើងស្ដាប់មើលអ្នកដែលធ្វើទាហានមេទាហានណាគាត់តែងតែយកជំរើសប្រយុទ្ធនឹងជាជំរើសចុងក្រោយជានិច្ចស៊ីវិលទេនិយាយចេញមកពុះដាក់ណាកំផ្លាកំដោយអត់ដែរបាញ់ទេអ្នកនឹងគាត់និយាយមកអត់ដែរបាញ់មកគ្រាប់ទេបាទអញ្ចឹងគឺសម្ដីលោកមេតបនឹងគាត់និយាយឃើញឆ្លុះបញ្ចាំងអំពីទាហានអាជីពហើយគេនិយាយចេញមកគឺទាហានអាជីពមកបាទទាហានអាជីពនិយាយមកគេដឹងមកមេតបអាជីពរបស់គេហើយហ្នឹងខ្ញុំបានអានឯកសារហើយនឹងនិយាយជាមួយមេតបអាមេរិកណាក្បោកស្ដង់ដារអាមេរិកគឺគាត់និយាយចឹងអាហ្នឹងទី1ដែលខ្ញុំចែករំលែកចំណុចទី2ដោយគាត់មានប្រសាសន៍ចឹងការដែលចោទទៅដល់សិទ្ធិនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើការចារកម្មធ្វើការឲ្យខ្មែរអីគប់គិតអីខ្មែរហ្នឹងជារឿងមួយវាដោយគាត់មានប្រសាសន៍ចឹងវាអត់មានការឲ្យតម្លៃគេមិនធ្វើតែមិនខូចតម្លៃគេខូចតម្លៃអ្នកចោទទៅវិញហ្នឹងអញ្ចឹងចូលដល់រឿងផ្ទាល់ខ្លួនវិញខ្ញុំនិយាយឲ្យត្រង់តែម្ដងបាទខ្ញុំឃើញអ្នកមួយចំនួនបាទលះណានៅក្នុងនយោបាយខ្មែរណានយោបាយខ្មែរលះណាចោតអានេះចារកម្មនេះអានោះចារកម្មនោះមកសួរខ្ញុំខ្ញុំសង្ស័យថានេះចារកម្មឲ្យខាងនេះខាងនោះខ្ញុំសួរលោកឯងរៀនចារកម្មពីឆ្នាំណាបើខ្លួនអាចដែររៀនចារកម្មទេកុំជាឃើញនេះចារកម្មនោះចារកម្មចាំមកថាអ្នកខ្លះអត់ដែរស្គាល់ចារកម្មនឹងស្អីតែគាត់ឃើញណានិយាយមកនេះចារកម្មនោះចារកម្មកុំលឿនពេកអានឹងដែលខ្មែររៀងរាល់ថ្ងៃគេថាលៀបពណ៌ណាបាទបើគាត់ណាលៀបគាត់ណានិយាយថានេះលំអៀងទៅនេះលំអៀងទៅនោះអញ្ចឹងបានហើយឬក៏បើថាអាក្រក់មែនតើអានេះទិញក្បាលនោះលក់ក្បាលហ្នឹងថាទៅអានឹងមិនអីទេប៉ុន្តែថារត់ឲ្យជាចារកម្មធ្ងន់ណាស់ពាក្យនឹងធ្ងន់ណាស់ហើយអ្នកនឹងអត់ដែររៀនជំនាញចារកម្មផងបាទអត់ដែរសោះហ្មងហើយជាគាត់អ្នកធ្វើឡើងឬក៏អ្នកឯងជារៀនអ្នកឬក៏ខ្លួនឯងនេះជាចារកម្មមែនបានដឹងរឿងច្បាស់មិនបានមើលមនុស្សធ្លុះបាទដូចពេទ្យអញ្ចឹងណាដូចកាលជំនាន់មុនឃើញណាស្គមមិនកាត់អេតនឹងកាត់អេតខ្ញុំសួរវិញថារៀនពេទ្យមិនកាត់ហើយគាត់ទៅធ្វើតេស្តឈាមកាត់បានយើងដឹងថាគាត់នឹងកាត់អេតខ្មែរយើងលះក្បះហើយណាចាំមកថាចោតអីចោតទៅខ្ញុំ
ខ្ញុំនិយាយប្រាប់តំប្រិមិត្តដែលចូលមកក្នុង show ខ្ញុំណាខ្ញុំមិនអ្នកនៅដែលមិនចូល show ខ្ញុំរឿងផ្សេងចោតឲ្យចោតទៅកុំឲ្យរឿងពិចារការនោះដកចោលមកអត់ចំណេញទេវាបង្ហាញនៅបើជួបមនុស្សដែលចរិតរបៀបបកាច់ប្រខូចគេដូចគ្នាអីបើជួបប៉ះមនុស្សខ្ញុំសួរមិញបងលួយរៀនចារកម្ម2ឆ្នាំណារៀននៅសាលាណាហើយមិនក៏មើលដឹងមកម៉េចអានសភៅចារកម្មអីខ្លះបាទអញ្ចឹងខ្ញុំសួរអញ្ចឹងណាបាទហើយសម្រាប់អ្នកដែលនិយាយមកនោះខ្ញុំបរៀនតិចមួយខ្ញុំបរៀនតិចមួយខ្ញុំសួរមុននឹងខ្ញុំសួរអញ្ចឹងតែខ្ញុំសួរគាត់មកខ្ញុំថាឥឡូវខ្ញុំឲ្យកភ្លើងមួយនិយាយលេងណាមិនជារឿងនិយាយហឹង្សាខ្ញុំសួរគាត់លេងខ្ញុំសួរខ្ញុំឲ្យកភ្លើងខ្លីមួយបាញ់គេមើលបើថាមនុស្សម្នាក់បាញ់មិនគាត់ពុងហើយគាត់ថាពុងខ្ញុំថាខ្ញុំនិយាយលេងសើចមកគាត់ខ្ញុំថាអត់ដែររៀនចារកម្មអីចឹងតែបើចឹងគេបាញ់មិនខ្ញុំថាខ្ញុំលើកឯកសារមួយដែលខ្ញុំមើលកុននេះណាមើលកុននេះមិនមើលឯកសារមិនកុននេះឯកសារដែលគេនិយាយអំពីចារកម្មរបស់អង់គ្លេស MI6 បាទ MI6 គេរៀនមិនកាលសម័យសង្គ្រាមលោកលើកទី2ណាគឺពួកចារកម្មរបស់អង់គ្លេសជំនាន់ហ្នឹងបាទឥឡូវខ្ញុំមិនដឹងខ្ញុំអានឯកសារនោះឃើញគឺគ្រូណែនាំតែម្ដងបាញ់អត់ឲ្យបាញ់មកគ្រាប់ទេផុងបងតែបាញ់2គ្រាប់តែហ្មងអត់ឲ្យបាញ់មកគ្រាប់សោះហ្មងពួកចារកម្មជនអង់គ្លេសហ្នឹងជំនាន់សង្គ្រាមលោកលើកទី2ចាំបាច់ខ្ញុំយករឿងទៅនិយាយលេងខ្ញុំថាមើលលើបាញ់អ្នកណាមួយមើលបាញ់មិនគេថាផុងខ្ញុំថាអត់ទេអត់ឲ្យចារកម្មអង់គ្លេសគឺបាញ់ផុងគឺយ៉ាងម៉េចបានគេបាញ់អញ្ចឹងពីព្រោះកាលណានៅក្នុងទិសដីរបស់គេហ្នឹងបើកាលណាគេឃើញយើងអ្នកហ្នឹងហើយឃើញចារៈបរោះហ្នឹងហើយបានតែបែកមុខកន្លែងហ្នឹងហើយណាបែកមុខហើយគេថានៅភាសាបច្ចេកទេសបែកមុខហើយឬក៏បែកការហើយហ្នឹងគឺត្រូវតែសម្លាប់អ្នកហ្នឹងចោលអត់ឲ្យនោះរស់ទេដើម្បីរក្សាអត្តសញ្ញាណនឹងតទៅទៀតគឺថា to make sure ថាអត់មានអីតដៃបានហើយអត់មានឲ្យនៅតាមត្រៃនៅហ្នឹងអញ្ចឹងហើយបានគេត្រូវបរៀនឲ្យបាញ់ពីអត់មានបាញ់ឲ្យមកឆែកមកស្លាប់នៅអីនៅអត់ទេគឺត្រូវដាក់ឲ្យចំកន្លែងហើយ2គ្រាប់ហើយរត់ទៅបាត់ទៅបាទនឹងសភៅរបស់អង់គ្លេសណាខ្ញុំក៏អាននេះចៃរំលែកលេងនេះបាទហ្នឹងបាទដោយសាររឿងហ្នឹងខ្ញុំនឹកឃើញនៅរឿងហ្នឹងតែម្ដងបាទអរគុណច្រើនចឹងចូលព័ត៌មានទី3